ខ្លះម្ដាយខំបដៅណែនាំតាំងពីតូចរហូតដល់ធំពេញវ័យចង់ឲ្យកូននឹងចូលក្នុងសង្គមជាមនុស្សល្អជាមនុស្សដែលគេស្រឡាញ់គេចូលចិត្តគេរាប់អានគេទុកចិត្តចាប៉ុន្តែកូនខ្លះអត់ស្ដាប់ការណែនាំរបស់ម្ដាយទេហើយវាសំទៅថាកូនខ្លះវាមានកំណើតពីធម្មជាតិមកគឺវាផ្សេងហ្មងវាផ្សេងវាអត់ដូចម្ដាយហ្នឹងចាអញ្ចឹងដល់ពេលមនុស្សទៅចិត្តអត់ដូចគ្នាបដៅណែនាំអត់ស្ដាប់គ្នាទេចាមនុស្សបដៅណែនាំអត់ស្ដាប់ទេហើយជាពិសេសបបាក់បដៅជាងគេហ្នឹងគឺបបាក់បដៅឲ្យកូនហ្នឹងដើរផ្លូវល្អបបាក់បដៅឲ្យកូនហ្នឹងចេះគ្រប់គ្រងស្ថានភាពចេះគ្រប់គ្រងពីអនាគតខ្លួនឯងគឺបបាក់បដៅណាស់ឲ្យខ្លាយទៅជាមនុស្សល្អណាមនុស្សទៀងត្រង់មនុស្សល្អណាគឺបបាក់បដៅណាស់ចាមានអីក្រៅពីពេលដែលកូនមិនស្ដាប់បង្គាប់ម៉ែឪទៅកូនធ្លាក់ក្នុងសភាពធ្លាក់ក្នុងផ្លូវមួយដែលថាខ្លាយទៅជាមនុស្សអត់ដឹងអីអត់ដឹងអីមិនអត់ដឹងថាពាក្យសម្ដីដែលនិយាយនឹងទៅខុសអត់ដឹងថានិយាយទៅត្រូវគួរតែនិយាយដាក់បុគ្គលម្នាក់នឹងអ៊ំពូមិញឬក៏អាម្ដាយឪពុកហ្នឹងគួរតែប្រើពាក្យអាម៉េចហ្នឹងណាប្រើពាក្យមិនឲ្យសមនិយាយអាម៉េចឲ្យសមជាមួយបុគ្គលណាម្នាក់អញ្ចឹងណាអត់ចេះអត់ដឹងហើយដែលម៉ែប្រឹងបដៅតាំងពីក្មេងរហូតដល់ពេញវ័យមកអត់បានទេអត់បានអីទាំងអស់ដូចយកស្រូវទៅព្រោះនៅលើដុំថ្មអញ្ចឹងអត់ដោះថ្មចាស់អត់មានអីត្រូវចាប់រឹសអត់មានដីអីត្រូវចាប់រឹសទេអត់មានអីត្រូវចាប់រឹសកើតទេព្រោះលើដុំថ្មម្ដាយបដៅកូនដូចយកស្រូវទៅព្រោះលើដុំថ្មអត់បានដោះអីមិនតិចសោះចាដល់ពេលហើយកូនធ្លាក់ក្នុងផ្លូវមួយដែលចូលក្នុងសង្គមគេមិនគោរពមិនស្រឡាញ់អ្នកផងចិត្តខាងអ្នកដតៃចិត្តខាងគេមើលមកគេថាកូននឹងចរិតឆ្លើយគេថាកូននឹងចរិតក្អឺតកតោមអីចឹងទៅហ្នឹងហើយសំនឹងការដែលនិយាយស្ដីទៀតអត់ចេះនិយាយស្ដីដូចថាជាមួយមនុស្សទាំងផងទូទៅនឹងអត់ចេះនិយាយស្ដីថាមិនឲ្យល្អមិនថាគេថាមើលទៅដល់ថាមនុស្សគេស្រឡាញ់ចូលចិត្តណាហ្នឹងហើយអាមនុស្សដើរទៅធ្វើក្អឺតចឹងអត់មានអ្នកណាគេស្រឡាញ់ចូលចិត្តទេចាតែពេលឲ្យកូនធ្លាក់ក្នុងសភាពមួយថាទៅកន្លែងណាក៏គេមិនចូលចិត្តទៅកន្លែងណាក៏គេស្អប់ហ្នឹងហើយទៅកន្លែងណាក៏គេស្អប់ហើយពេលខ្លះមិនមែនថាគ្នាខូចទាំងអស់ទេពេលខ្លះក៏គាត់និយាយត្រូវខ្លះដែរមានមួយដូចថាមួយក្នុង100ក៏គាត់មាន40គាត់ល្អដែរចាមិនមែនអាក្រក់ទាំងអស់ទេប៉ុន្តែដល់ពេលគេឃើញចរិតកាយវិការលក្ខណៈគាត់ចឹងគេគិតថាគាត់ជាមនុស្សមិនល្អទាំងអស់ហ្មងណាគាត់ជាមនុស្សដែលមិនអាចពឹងពាក់ដែលមិនអាចនិយាយស្ដីអីជាមួយបានទាំងអស់ហ្មងណាដល់ពេលហើយមានអីម្ដាយពេលឃើញកូនអញ្ចឹងមានអីក្រៅពីឈឺចាប់ហួសពេលបដៅហើយបើបដៅពីមុនអត់បានហ្នឹងហើយរហូតដល់ឥឡូវពេញវ័យអស់ហើយដៅមិនបានទៀតតាមវាសនាទៅកូនចាព្រោះម៉ែខំម៉ែខំបដោះបដាកូនវាតូចមកឆ្អែតហើយតែកូនអត់ដោះអញ្ចឹងតាមវាសនាចុះ